Computer hiếu computer យើង slow កុំព្យូទ័រដូចជាមនុស្សចឹងគឺនៅកាលណាកាន់តែប្រើវាទៅគឺវាបញ្ចេញកាកសំណល់ឬមួយក៏ file ដែលវាអត់មានប្រយោជន៍នៅក្នុងកុំព្យូទ័រទុកវាក៏អត់ចំណេញដែរព្រោះវាស៊ី space កុំព្យូទ័រធ្វើឲ្យកុំព្យូទ័រយើងហ្នឹងដើរអត់ smooth ឬមួយក៏អត់លឿនអញ្ចឹងដើម្បីលុប file ទាំងអស់ហ្នឹងត្បូងឡើយគឺយើងចុចទៅលើ keyboard window ឬមួយក៏កន្លែង search នេះយើង click មកយើងវាយពាក្យថា disk cleanup អូខេវា load មកលើនេះអញ្ចឹងយើង click នៅលើវាមកអូខេនេះគឺជា file ដែលដំឡើងនៅក្នុងកុំព្យូទ័រយើងដែលយើងអត់បានប្រើប្រាស់ហើយក៏វាអត់មានជាផលប្រយោជន៍អ្វីដែលនៅលើកុំព្យូទ័រយើងដែរអញ្ចឹងដើម្បីលុបយើងគ្រាន់តែ click លើយកមកខាងឆ្វេង click tag ទៅលើទាំងអស់ហ្នឹងអញ្ចឹងហើយយើងមើលថា click អស់ហើយចឹង file ទាំងអស់ហ្នឹងកុំបារម្ភថាពេលលុបទៅគឺប៉ះពាល់ដល់ទិន្នន័យដែលយើងប្រើប្រាស់ចាំបាច់អត់ទេគឺសុទ្ធតែជាកាកសំណល់ទាំងអស់អញ្ចឹងហើយយើង click ទាំងអស់ហ្នឹងបន្តមកទៀតយើង click លើពាក្យ OK មួយមកគេសួរថា Are you sure you want to permanently delete this file មានន័យថាយើងប្រកាសអត់យើងចង់លុប file ទាំងអស់ហ្នឹងដោយជារៀងរហូតគឺអត់មកវិញទេ file ហ្នឹងគឺលុបទៅអត់អាចហៅមកវិញបានទេអញ្ចឹងខ្ញុំប្រកាសព្រោះអីជា file កាកសំណល់គឺអត់មានបានផលប្រយោជន៍អីទុកនៅលើកុំព្យូទ័រទេអញ្ចឹង click យកពាក្យ delete file បន្ទាប់មកគឺវាចាប់ផ្ដើម clean up ហើយនៅលើ window drive C របស់យើងអញ្ចឹងរងចាំឲ្យវាលុបគ្រប់100%ពេលហ្នឹងយើងសម្រេចបានហើយអូខេនេះលឿនដែរដោយសារតែ file របស់កុំព្យូទ័រខ្ញុំគឺអត់សូវមានច្រើនអញ្ចឹង file កុំព្យូទ័រខ្លះវាមានច្រើនអញ្ចឹងហើយវាអាច take time សម្រាប់delete សម្រាប់លុបអូខេវីដេអូយើងមានតែប៉ុណ្្នឹង